ជំរាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់បាទកូនថ្ងៃនេះសុខសប្បាយជាទេបាទឃើញថាសុខសប្បាយទេបាទឥឡូវនេះលោកគ្រូសូមបន្តមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី9ដែលមានចំណងជើងថាពេលវេលាជាមាសប្រាក់បាទកូនសាកអានតាមលោកគ្រូទាំងអស់គ្នាកូនណាពេលវេលាជាមាសប្រាក់បាទគេថាពេលវេលាមានតម្លៃណាកូនអាចคล้ายទៅជាមាសអាចคล้ายទៅជាប្រាក់អាចคล้ายទៅជាថវិកាក៏បានដែរបាទកូនអញ្ចឹងកូនសាកអានទាំងអស់គ្នាតាមលោកគ្រូណាចាប់ផ្ដើមកូនលោកគ្រូសូមដាក់សញ្ញាព្រួយបាទពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរកុមារីកុមារាដែលកំពុងពេញវ័យសិក្សាត្រូវតែស្រវាស្រទិញខិតខំរៀនសូត្រតន់ខ្លួននៅក្មេងព្រោះពេលវេលាមានតម្លៃជាទីបំផុតការបណ្តែតបណ្ដោយឲ្យពេលវេលាកន្លងហួសទៅដោយពុំបានធ្វើអ្វីឲ្យមានប្រយោជន៍សម្រាប់ខ្លួនគឺជាការខ្ជះខ្ជាយបំផុតសម្រាប់មនុស្សម្នាក់ៗតើកុមារីកុមារានៅក្នុងរូបនេះកំពុងធ្វើអ្វីកូនបាទសំណួរក្នុងអត្ថបទយើងណាពួកគាត់កំពុងតែសិក្សារៀនសូត្រយកចំណេះវិជ្ជាដើម្បីទុកប្រើប្រាស់នៅពេលអនាគតបាទកូនឃើញថាអត្ថបទយើងបានបញ្ចប់ទៅត្រឹមនេះហើយមេរៀនពេលវេលាជាមាសប្រាក់បាទជាចុងបញ្ចប់នេះលោកគ្រូសូមឲ្យកូនទាំងអស់គ្នាសាកអានអត្ថបទដោយខ្លួនឯងប្រសិនបើមានពាក្យត្រង់ណាដែលកូនអានពុំដាច់ទេកូនអាចមើលវីដេអូរបស់លោកគ្រូបានហើយកូនត្រូវយល់ន័យរបស់អត្ថបទផងណាបើពេលវេលាទៅមុខហើយមិនអាចថយក្រោយបានទេយើងខិតខំរៀនសូត្រតន់ខ្លួននៅក្មេងកូនណាពេលទៅធំឡើងយើងរៀនសូត្រឡើងចេះហើយយើងរៀនសូត្រទៅអត់សូវចូលដោយសារតែយើងបែកអារម្មណ៍ត្រូវធ្វើការរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារបានជាចុងបញ្ចប់លោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អជោគជ័យក្នុងការសិក្សាទាំងអស់គ្នាណាកូនបាទសូមអរគុណនិងសូមជម្រាបលា